បងប្អូនបន្ទាប់ពីនិយាយរឿងខ្មោចថ្ងៃទី1ហើយគឺខ្ញុំមានការខ្លាចជាខ្លាំងហ្មងហើយតម្រាំនឹងខ្ញុំសម្រេចចិត្តនិយាយរឿងទី2គឺខ្ញុំប្រើពេលអស់រយៈពេល7 ខែវីដេអូទី1ហ្នឹងគឺខ្ញុំថត1 ខែមុនណាបងប្អូនតែពេលវីដេអូទី2គឺ1 ខែក្រោយបាទខ្ញុំថតដោយសារអីមានអារម្មណ៍ថាខ្លាចហ្មងនិយាយហើយគឺខ្លាចខ្លាំងមែនទែនដោយសារអីគឺយើងជួបហេតុការណ៍នឹងផ្ទាល់ហើយសម័យឃើញដិតជាប់ភ្នែកហ្មងតែចេះចង់និយាយឲ្យបងប្អូនបានស្ដាប់ដោយសារអីរឿងដែលខ្ញុំជួបតាំងពីទូចរហូតដល់ធំគឺវារន្ធត់ហ្មងតែពេលអញ្ចឹងចេះចង់ចែកម្លែកប៉ុន្តែចែកម្លែកហើយខ្លាចខ្លួនឯងឥឡូវប្រមូលភាពក្លាហានមកនិយាយរឿងទី2ម្ដងរឿងទី2នេះគឺពេលយប់រឿងទី1ហ្នឹងពេលថ្ងៃរឿងទី2គឺពេលយប់ហ្នឹងជំនាន់មុនគឺកាលហ្នឹងដូចខ្ញុំនៅប្រហែលជា7 8 ឆ្នាំជំនាន់9ជាងឈឺបាត់ជើងតែកដាយប់ឈឺបាត់ជើងទៅក៏ខ្ញុំហៅប៉ាខ្ញុំហ្នឹងប៉ាខ្ញុំឲ្យជូនទៅគឺក៏អត់បានជូនទៅដល់ប្រគុណទេប្រគុណដែលខ្ញុំនិយាយនៅវីដេអូមួយហ្នឹងគឺខ្ញុំអត់បានទៅដល់ហ្នឹងទេដោយសារវាយប់ជ្រៅហើយយើងខ្លាចពោះខ្លាចអីហើយចង់ឲ្យហ៊ានដើរទេក៏ជីកចិត្តផ្ទះជីកយកចប់កាប់ហ្នឹងយើងកាប់លងចិត្តផ្ទះហ្នឹងណាទៅប៉ាខ្ញុំគាត់ជីកហើយគាត់មិនមែនមកអង្គុយចិត្តយើងណាគាត់ទៅអង្គុយឆ្ងាយហើយគាត់ឈួលពិលទៅឆ្ងាយគាត់មិនមែនឈួលពិលមកយើងទេហើយយើងនៅក្រោយខ្នងគាត់ខ្ញុំហ្នឹងនៅក្រោយខ្នងគាត់កំពុងជុះអញ្ចឹងណានិយាយអាក្រក់ស្ដាប់តិចកាលហ្នឹងនៅក្មេងយើងអត់មានការអៀនខ្មាស់អី6 7 ឆ្នាំ 8 ឆ្នាំហើយ9ជាងកាលហ្នឹងអាហ្នឹងជាការចងចាំរបស់ខ្ញុំហើយខ្ញុំនៅជើងភ្នំដដែលផ្ទះនៅដដែលអញ្ចឹងគឺយើងអង្គុយហើយបងប្អូននឹងខ្ញុំឃើញអីអត់អើយរន្ធត់ហ្មងហើយទម្រាំនឹងសម្រេចចិត្តនិយាយហ្នឹងគឺមានអារម្មណ៍ថាខ្លាចមែនទេឥឡូវក៏កំពុងខ្លាចដែរឥឡូវសុខចិត្តនិយាយពេលថ្ងៃវិញលើកមុននិយាយពេលយប់និយាយហើយគឺខ្លាចមកសំបីបន្ទប់ទឹកនៅនេះបន្ទប់ទឹកអានេះចាំបន្ទប់ទឹកក៏អត់ហ៊ានចេញទៅនោមដែរដូចឈួតចឹងខ្លាចមែនទេហ្មងដល់ពេលយើងកំពុងអង្គុយសុកយើងបាត់ជើងអញ្ចឹងណាហើយយើងមើលប៉ាយើងហ្នឹងប៉ាឈួលពិលជំវិញគាត់មើលលិចមើលកាត់គាត់អត់មានឈួលមកយើងទេហើយកន្លែងយើងហ្នឹងល្ងឹតកន្លែងអង្គុយហ្នឹងល្ងឹតហើយចិត្តផ្ទះហ្នឹងវាចិត្តដើមគោហ្នឹងធំមែនទេបងប្អូនចាំវីដេអូក្រោយខ្ញុំនិយាយរឿងដើមគោហ្នឹងក៏មិនធម្មតាដែរដល់ពេលអង្គុយយើងមានអារម្មណ៍ថាចេះដូចជាស្អីនៅគៀនហ្នឹងណាអញ្ចឹងយើងអត់ហ៊ានងាកទៅចំទេយើងមើលកតុយភ្នែកនៅចេះមើលហើយឈោគៀនក្រោយខ្នងហ្នឹងតិចអូយព្រឺរោមទៀតហើយឈោក្រោយខ្នងមើលទៅក្រោមអត់មានឃើញជើងទេណាឃើញត្រឹមជង្គង់ឡើងលើហើយមើលទៅលើស្លៀកខោពណ៌ដីស្លៀកខោពណ៌អីគេអាពណ៌ត្នោតហ៎ស្លៀកខោពណ៌ត្នោតត្រឹមជង្គង់រួចហើយមើលទៅលើពាក់អាវពណ៌ខៀវហើយមើលទៅដល់ស្មាបងប្អូនអើយអត់មានក្បាលទេនៅឈោពីក្រោយខ្នងយើងនឹងហ្មងគ្រាន់តែងាកបាច់ឃើញភ្លឹកមកសន្ទុះបងប្អូនដល់ពេលភ្លឹកមកសន្ទុះប៉ាហើយរត់លឿនទៅមុនប៉ាហើយអត់មានប្រាប់ប៉ាថាឃើញអីប៉ាគាត់មានតែឃើញអីគាត់មានអីខ្លាចគាត់ទៅហ៊ានគាត់ជាតាហ៊ានគាត់ពេទ្យតាហ៊ានអញ្ចឹងគាត់ថាហើយទៅលឿនម៉េចទៅលៀងខ្លួនឯងប៉ាគាត់ទៅដល់គាត់មានឃើញអីទេឃើញតែយើងនឹងហ្មងអើយដល់ក៏អាកយ៉ៅខ្មោចលងអញ្ចឹងមែនណាបងប្អូនអាហ្នឹងវគ្គបញ្ចប់គឺត្រឹមហ្នឹងឯងបងប្អូនគាត់ក៏ទៅលុបកាយកាប់លុបអីយើងទៅហើយក៏លៀងអីហើយក៏ចូលគេងទៅហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងឯងរឿងទី2អាហ្នឹងប្រមូលភាពក្លាហានអស់ហើយណាយកមកនិយាយសង្ឃឹមថានិយាយហើយអត់ខ្លាចដោយលោកមុនទៀតចុះអីឥឡូវពេលថ្ងៃបាទឯលោកមុនពេលយប់គឺខ្លាចហ្មងទរំនឹងដាច់ចិត្តនិយាយបងប្អូនអើយអញ្ចឹងរឿងហ្នឹងគឺមានតែប៉ុណ្្នឹងឯងគឺអត់ដៃអត់ជើងត្រឹមជង្គង់ចុះក្រោមហើយត្រឹមកឡើងលើគឺអត់មានក្បាលទេរឿងហ្នឹងគឺរឿងមនុស្សប្រុសដូចជានៅហ្នឹងគឺសម្បូរគ្រាប់មីនលើភ្នំស្វាយហ្នឹងសូម្បីតែឥឡូវក៏នៅមានដែរអត់ដោះអស់ទេអញ្ចឹងប្រហែលជាគាត់អាចនឹងដើរជន់មីនជន់អីចឹងទៅគាត់ស្លាប់នៅហ្នឹងអញ្ចឹងក៏មានតែប៉ុណ្្នឹងឯងរឿងហ្នឹងចាំខ្ញុំនិយាយតនៅវគ្គក្រោយគឺរឿងផ្សេងទៀតនៅកន្លែងដើមគោដែលនៅចិត្តផ្ទះហ្នឹងណាបងប្អូនបន្ទាប់ពីនិយាយរឿងខ្មោចថ្ងៃទី1ហើយគឺខ្ញុំមានការខ្លាចជាខ្លាំងហ្មងហើយតម្រាំនឹងខ្ញុំសម្រេចចិត្តនិយាយរឿងទី2គឺខ្ញុំប្រើពេលអស់រយៈពេល7 ខែវីដេអូទី1ហ្នឹងគឺខ្ញុំថត1 ខែមុនណាបងប្អូនតែពេលវីដេអូទី2គឺ1 ខែក្រោយបាទខ្ញុំថតដោយសារអីមានអារម្មណ៍ថាខ្លាចហ្មងនិយាយហើយគឺខ្លាចខ្លាំងមែនទែនដោយសារអីគឺយើងជួបហេតុការណ៍នឹងផ្ទាល់ហើយសម័យឃើញដិតជាប់ភ្នែកហ្មងតែចេះចង់និយាយឲ្យបងប្អូនបានស្ដាប់ដោយសារអីរឿងដែលខ្ញុំជួបតាំងពីទូចរហូតដល់ធំគឺវារន្ធត់ហ្មងដល់ពេលអញ្ចឹងចេះចង់ចែកម្លែកប៉ុន្តែចែកម្លែកហើយខ្លាចខ្លួនឯងឥឡូវប្រមូលភាពក្លាហានមកនិយាយរឿងទី2ម្ដងរឿងទី2នេះគឺពេលយប់រឿងទី1ហ្នឹងពេលថ្ងៃរឿងទី2គឺពេលយប់ហ្នឹងជំនាន់មុនគឺកាលហ្នឹងដូចខ្ញុំនៅប្រហែលជា7 8 ឆ្នាំជំនាន់9ជាងឈឺបាត់ជើងតែកដាយប់ឈឺបាត់ជើងទៅក៏ខ្ញុំហៅប៉ាខ្ញុំហ្នឹង
bà nhom ở chun tới cứ gọi ban chun từ đâu bà con này nhom vậy nó video mùi nữa cứ nhom mặt ban từ đâu nó nghe để sao bị dục trời hay dừng khai cua khai ấy cho ai hiện đa thì có chi chật te chi chọp cặp nữa dừng cặp lùng chật te nữa từ bà nhom còn chi hái quạt mình mong cuối chật dương nè con đồng cuối ngay hay có chua pel ngay còn mình chua pel mà dương thì dương được cài non quạt nhom nữa được cài non quạt cái vùng chu chẳng nè vậy à cọ đào tịt cả năng lực mê nhé nhưng anh miền cài yên không ai được mùi pel cho nam 7 cho nam ấy cài chiếng cả năng anh能只家裝ចាំរបស់ខ្ញុំហើយខ្ញុំនៅជើងភ្នំដដែលផ្ទះនៅដដែលអញ្ចឹងគឺយើងអង្គុយហើយបងប្អូននឹងខ្ញុំឃើញអីអត់ហើយរន្ធត់មកហើយទម្រាំនឹងសម្រាប់ចិត្តនិយាយហ្នឹងគឺមានអារម្មណ៍ថាខ្លាចមែនទេឥឡូវក៏កំពុងខ្លាចដែរឥឡូវសុំចិត្តនិយាយពេលថ្ងៃវិញលើកមុននិយាយពេលយប់និយាយហើយគឺខ្លាចមកសុំពេលបន្ទប់ទឹកនៅនេះបន្ទប់ទឹកអានេះចាំបន្ទប់ទឹកក៏ហ៊ានចេញទៅនោមដែរដូចឈួតចឹងខ្លាចមែនទេហ្មងដល់ពេលយើងកំពុងអង្គុយសុកយើងបាត់ជើងអញ្ចឹងណាហើយយើងមើលប៉ាយើងហ្នឹងប៉ាឈួលចាប៉ាឈួល7ជំវិញគាត់មើលលិចមើលកាគាត់មានឈួលមកយើងឯងហើយកន្លែងយើងហ្នឹងល្ងឹតកន្លែងអង្គុយហ្នឹងល្ងឹតហើយចិត្តផ្ទះហ្នឹងវាចិត្តដើមគោហ្នឹងធំមែនទេបងប្អូនចាំវីដេអូក្រោយខ្ញុំនិយាយរឿងដើមគោហ្នឹងក៏មិនធម្មតាដែរដល់ពេលអង្គុយយើងមានអារម្មណ៍ថាចាដូចជាស្អីនៅគៀនហ្នឹងអញ្ចឹងយើងអត់ហ៊ានងាកទៅចំទេយើងមើលកតុយភ្នែកនៅចាមើលហើយឈោគៀនក្រោយខ្នងហ្នឹងតិចអូយព្រឺរោមទៀតហ៎ឈោក្រោយខ្នងមើលទៅក្រោមអត់មានឃើញជើងទេណាឃើញត្រឹមជង្គង់ឡើងលើហើយមើលទៅលើស្លៀកខោពណ៌ដីស្លៀកខោពណ៌អីគេអាពណ៌ត្នោតហ៎ស្លៀកខោពណ៌ត្នោតត្រឹមជង្គង់រួចហើយមើលទៅលើពាក់អាវពណ៌ខៀវហើយមើលទៅដល់ស្មាបងប្អូនអើយអត់មានក្បាលទេនៅឈោពីក្រោយខ្នងយើងនឹងហ្មងគ្រាន់តែងាកបាច់ឃើញភ្លឹកមកសន្ទុះបងប្អូនដល់ពេលភ្លឹកមកសន្ទុះប៉ាហើយអើយរត់លឿនទៅមុនប៉ាហើយមានប្រាប់ប៉ាថាឃើញអីប៉ាគាត់មានតែឃើញអីគាត់មានអីខ្លាចគាត់ទៅហ៊ានគាត់ជាតាហ៊ានគាត់ពេទ្យតាហ៊ានអញ្ចឹងគាត់ថាហើយទៅលឿនមកទៅលៀងខ្លួនឯងប៉ាគាត់ទៅដល់គាត់មានឃើញអីទេឃើញតែយើងនឹងហ្មងអើយដល់ក៏អាកាយខ្មោចលងអញ្ចឹងមែនណាបងប្អូនអាហ្នឹងវគ្គបញ្ចប់គឺត្រឹមហ្នឹងឯងបងប្អូនគាត់ក៏ទៅលុបកាយកប់លុបអីយើងទៅហើយក៏លៀងអីហើយក៏ចូលគេងទៅហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងឯងរឿងទី2អាហ្នឹងប្រមូលភាពក្លាហានអស់ហើយណាយកមកនិយាយសង្ឃឹមថានិយាយឲ្យអត់ខ្លាចដោយលើកមុនទៀតចុះព្រោះអីឥឡូវពេលថ្ងៃបាទអាលើកមុនពេលយប់គឺខ្លាចហ្នឹងទរំនឹងដាច់ចិត្តនិយាយបងប្អូនអើយអញ្ចឹងរឿងហ្នឹងគឺមានតែប៉ុណ្្នឹងឯងគឺអត់ដៃអត់ជើងត្រឹមជង្គង់ចុះក្រោមហើយត្រឹមកឡើងលើគឺអត់មានក្បាលទេរឿងហ្នឹងគឺរឿងមនុស្សប្រុសដូចជានៅហ្នឹងគឺសម្បូរគ្រាប់មីនលើភ្នំស្វាយហ្នឹងសូម្បីតែឥឡូវក៏នៅមានដែរអត់ដោះអស់ទេអញ្ចឹងប្រហែលជាគាត់អាចនឹងដើរជន់មីនជន់អីចឹងទៅគាត់ស្លាប់នៅហ្នឹងអញ្ចឹងក៏មានតែប៉ុណ្្នឹងឯងរឿងហ្នឹងចាំខ្ញុំនិយាយតនៅវគ្គក្រោយគឺរឿងផ្សេងទៀតនៅកន្លែងដើមគោដែលនៅចិត្តផ្ទះហ្នឹងណា